ព័ត៌មានផុនយើងនៅពេលដែលយើងមានការបែកធ្លាយនៅតាមបណ្ដាញសង្គមឬក៏ប្រព័ន្ធអ៊ីនធឺណិតនោះបុគ្គលឬក៏ជនទី3ដែលជាជន anonymous នឹងអាចយកព័ត៌មានផុនយើងយកទៅបោកប្រាស់បន្តទៀតបច្ចុប្បន្នយើងជាសម័យគេហៅថា digital អញ្ចឹងណាហើយម្នាក់គឺព្យាយាមទុកនៅគេហៅថាអរញ្ញវត្ថុយើងនៅលើប្រព័ន្ធ digital តាមរយៈការដាក់នៅក្នុងធនាគារហើយដែលយើងប្រើនៅ mobile app ក្នុងនឹងផងដែរដោយសារតែការប្រើប្រាស់នៅ mobile app យើងមានឈ្មោះយើងមានលេខសម្ងាត់ដើម្បីយើងអាចចូលទៅប្រើនៅក្នុងការផ្ទេរនៅហិរញ្ញវត្ថុរបស់យើងពីធនាគារមួយទៅធនាគារមួយបើសិនជាយើងនិយាយអំពីការឆបោកដើម្បីក្លែងបន្លំឬក៏បោកប្រាស់ឬក៏យកនៅគណនីធនាគារផងយើងហ្នឹងគឺយើងមានកត្តាជាច្រើនទី1ដោយសារតែប្រជាជនយើងគាត់អត់បានយកចិត្តទុកដាក់ជាមួយនឹងការផ្ញើសារពិសេសណាមួយតាមរយៈលេខទូរស័ព្ទផងយើងដែលនៅក្នុងហ្នឹងវាមានភ្ជាប់ទៅជាមួយនឹងតំណភ្ជាប់ឬក៏ link ដែលធ្វើឲ្យគាត់ចុចទៅហើយគាត់ភ្លេចនឹកឃើញថានៅពេលដែលគាត់បំពេញព័ត៌មានពាក់ព័ន្ធជាមួយនឹងគណនីផងគាត់ហ្នឹងគឺត្រូវបានគេលួចដោយសារតែតំណភ្ជាប់ហ្នឹងគឺមិនមែនជាតំណភ្ជាប់ដែលមកពីប្រភពច្បាស់លាស់ទេអញ្ចឹងអានឹងទី1ទី2ដោយសារតែប្រជាជនយើងគាត់ប្រើនៅបណ្ដាញសង្គមច្រើនពេលខ្លះទៅមានអ្នកផ្ញើសារតាមរយៈបណ្ដាញសង្គមផ្ញើសារតាម Telegram Messenger ឬក៏ WhatsApp នៃទាំងអស់គ្នាហ្នឹងពេលហ្នឹងគាត់អត់ចាប់អារម្មណ៍ទេហើយជាពិសេសគឺបងប្អូនដែលគាត់មានចិត្តថារៀងលោភលន់នៅក្នុងការចង់បានឧទាហរណ៍ថាគេផ្ញើមកដើម្បីឲ្យគាត់ចុះឈ្មោះទិញតំណែងហើយទទួលបាននៅតម្លៃ discount 50%ហ្នឹងនៅពេលដែលគាត់ចាប់បានបង់លុយនៅតាមប្រព័ន្ធអនឡាញជាក់ស្ដែងគឺតំណែងអត់បានទេហើយនៅក្នុងនឹងផងដែរគឺជនឆបោកហ្នឹងគាត់អាចគ្រប់គ្រងនៅគណនីធនាគារដោយសារតែយើងបានបំពេញព័ត៌មានរបស់យើងចូលក្នុងហ្នឹងមួយទៀតដោយសារតែតាក់ទងជាមួយនឹងសារអេឡិចត្រូនិកព្រោះយើងធ្វើការងារផ្សេងគឺយើងផ្ញើសារអេឡិចត្រូនិកដែលយើងហៅថា email ហ្នឹងពេលខ្លះគេផ្ញើ link តាមរយៈ email យើងអត់ចាប់អារម្មណ៍ថាឈ្មោះឬក៏ប្រភពហ្នឹងមកពីប្រភពណាច្បាស់លាស់ទេយើងច្រឡំថាអាហ្នឹងគឺជាអ្វីដែលគេផ្ញើឲ្យយើងបំពេញព័ត៌មានពិតប្រាកដតែទីពិតពេលដែលយើងចុចលើទៅបំពេញព័ត៌មានគេចាប់ដើមលួចគ្រប់គ្រងព័ត៌មានផងយើងតតែម្ដងអញ្ចឹងណាហើយបើសិនជាករណីតំណភ្ជាប់ហ្នឹងឲ្យយើងបំពេញនៅព័ត៌មានតាក់ទងនឹងលេខគណនីលេខសម្ងាត់ផងយើងឬក៏ឈ្មោះផងយើងទៀតអាហ្នឹងកាន់តែមានហានិភ័យខ្ពស់ក្នុងការបាត់បង់នៅគណនីធនាគារបាទសារៈសំខាន់នៃការការពារទិន្នន័យរបស់បុគ្គលនីមួយៗនោះវាមានសារៈសំខាន់យ៉ាងណាដែរបាទពិតជាសំខាន់បាទពីព្រោះអីព័ត៌មានផងយើងនៅពេលដែលយើងមានការបែកធ្លាយនៅតាមបណ្ដាញសង្គមឬក៏ប្រព័ន្ធអ៊ីនធឺណិតនោះបុគ្គលឬក៏ជនទី3ដែលជាជន anonymous នឹងអាចយកព័ត៌មានផងយើងយកទៅបោកប្រាស់បន្តទៀតជាក់ស្ដែងឈ្មោះផងយើងលេខអត្តសញ្ញាណប័ណ្ណយើងលេខទូរស័ព្ទផងយើងឬក៏ថ្ងៃខែឆ្នាំកំណើតយើងគឺជាភស្តុតាងមួយដែលធ្វើឲ្យជន anonymous នឹងគាត់យកព័ត៌មានហ្នឹងទៅនិយាយប្រាប់ថាឧទាហរណ៍ថាយើងមានគ្រោះថ្នាក់ចរាចរណ៍ហើយយើងមានឈ្មោះនេះថ្ងៃខែឆ្នាំកំណើតនេះទៅបោកឪពុកម្ដាយផងយើងអញ្ចឹងពេលហ្នឹងគាត់ប្រកាសជាជឿដោយសារតែឈ្មោះផងយើងថ្ងៃខែឆ្នាំកំណើតផងយើងជាភស្តុតាងមួយដែលបង្ហាញថាពិតជាយើងមែនអញ្ចឹងកន្លែងហ្នឹងគាត់នឹងចាញ់បោកគេក្នុងការបង់ប្រាក់អីផ្សេងដើម្បីរត់ឯកសារឧទាហរណ៍បើគ្រោះថ្នាក់ចរាចរណ៍ត្រូវរត់ឯកសារឡានពេទ្យឡានអីផ្សេងអញ្ចឹងណាអញ្ចឹងជន anonymous ហ្នឹងគឺព្យាយាមបង្កើតនៅគ្រប់ scenario ទាំងអស់ដែលធ្វើម៉េចទៅបោកប្រាស់អ្នកដែលស្គាល់យើងហើយធ្វើម៉េចបានគេស្គាល់យើងដោយសារតែគេស្គាល់បណ្ដាញសង្គមផងយើងអញ្ចឹងពេលខ្លះទៅយើងបានផុសរូបជាមួយនឹងឪពុកម្ដាយយើងបងប្អូនយើងអាស័យដ្ឋានផងយើងទីតាំងដែលយើងធ្លាប់បានទៅដើរលេងអាទាំងអស់ហ្នឹងព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្នឹងជាព័ត៌មានដែលគេអាចក្តោបរួមបានហើយគេយល់អំពីយើងតែម្ដងអញ្ចឹងវាអាស្រ័យទៅលើអិយាបថផងយើងនៅលើបណ្ដាញសង្គមបើអិយាបថផងយើងបង្ហាញប្រាប់គេច្រើនបើន័យថាគេប្រមូលព័ត៌មានពីយើងបានកាន់តែច្រើនហើយកាលណាមានព័ត៌មានច្រើនងាយស្រួលក្នុងការបោកប្រាស់បុគ្គលដែលកំពុងតែមានតំណែងតំណងមួយយើងមិត្តភក្តិម៉ែឪបងប្អូនផ្សេងនៅពេលដែលយើងបានដឹងថាមានជនក៏គាត់ដែលនិយាយថាចោលលួចបានលួចទិន្នន័យយើងតាមប្រព័ន្ធអនឡាញតើយើងត្រូវធ្វើម៉េចជួយរកភាគីណាមួយដើម្បីជួយអន្តរាគមន៍ករណីហ្នឹងបាទអរគុណបើសិនជាយើងនិយាយអំពីគណនីធនាគាររឿងដែលសំខាន់បំផុតគឺយើងត្រូវទៅតាក់ទងធនាគារណាដែលយើងមានគណនីជាមួយគាត់ដើម្បីស្នើសុំឲ្យគាត់នឹងគឺបិទនៅគណនីធនាគារផងយើងបានន័យថាបិទក្នុងមួយរយៈណាមួយកុំឲ្យមានការផ្ទេរប្រាក់ចេញពីគណនីផងយើងទី1ទី2យើងត្រូវប្តឹងទៅអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានផងយើងផ្ទាល់ដែល
ទីតាំងណាដែលយើងកាត់ហេតុយើងទៅបណ្ដឹងនឹងអាជ្ញាធរហ្នឹងដើម្បីលោកមាននីតិវិធីនៅក្នុងផ្លូវច្បាប់ហើយលោកដាក់ពាក្យបណ្ដឹងទៅផ្សេងៗហ្នឹងដើម្បីទៅភាគីពាក់ព័ន្ធឲ្យគេដោះស្រាយបញ្ហាអញ្ចឹងទៅទី3គឺយើងមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលស្ថិតនៅខាងក្រោមជំនួសរបស់ក្រសួងមហាផ្ទៃយើងអាចដាក់ពាក្យបណ្ដឹងជាមួយនឹងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទៅពេលហ្នឹងបុគ្គលិករបស់នាយកដ្ឋានលោកនឹងមាននីតិវិធីនៅក្នុងការសិក្សាស្រាវជ្រាវហើយនឹងធ្វើកសោវិច័យថាតើយើងមានបញ្ហាអីហើយរោគដំណោះស្រាយបែបណាជូនយើងបាទយើងត្រូវទី1យើងត្រូវដឹងថាព័ត៌មានផ្ទាល់ខ្លួនផងយើងហ្នឹងប្រភេទព័ត៌មានណាដែលយើងអាចចែកទៅក្នុងបណ្ដាញសង្គមបានអញ្ចឹងយើងត្រូវធ្វើចំណាត់ថ្នាក់ខ្លួនឯងយើងឧទាហរណ៍ថាព័ត៌មានតាក់ទងថ្ងៃខែឆ្នាំកណ្ដាលជាព័ត៌មានផ្ទាល់ខ្លួនហើយក៏ជាព័ត៌មានសម្ងាត់ដែរអញ្ចឹងយើងមិនអាចចែកម្លែកទៅបានទេអញ្ចឹងយើងត្រូវដឹងថាប្រភេទព័ត៌មានណាដែលយើងគួរតែចែកម្លែកបានដូចគណៈនៃធនាគារយើងមិនអាចចែកម្លែកទៅកាន់ទីសាធារណៈបានទេពួកខ្ញុំកន្លងមកខ្ញុំឃើញបងប្អូនយើងគាត់បាញ់លុយឲ្យគ្នាហើយគាត់ screenshot ហ្នឹងគាត់ផុសចូលក្នុង Facebook អាហ្នឹងគឺជាបញ្ហាមួយនៅពេលដែលគេដឹងពីគណនីផងគាត់ហ្នឹងគឺគេអាចប្រមូលព័ត៌មានតាមរយៈហ្នឹងបានអញ្ចឹងដើម្បីការពារខ្លួនគឺយើងគុំបញ្ចេញនៅព័ត៌មានដែលយើងគិតថាជាព័ត៌មានសម្ងាត់សម្រាប់យើងបាទហើយមួយទៀតគឺរឿងបណ្ដាញសង្គមយើងគុំព្យាយាមបង្ហាញថាយើងគឺជាមនុស្សដែលមានប្រាក់ច្រើនយើងគឺជាមនុស្សដែលមានលុយច្រើនពេលដែលយើងបញ្ចេញរូបភាពបែបហ្នឹងគឺជាការលើកទឹកចិត្តឲ្យជនខិលខូចហ្នឹងមកបោកយើងបាត់ហើយបាទអាហ្នឹងគឺមានតែយើងទេដែលយើងអាចការពារខ្លួនយើងបានហើយមួយទៀតតាក់ទងជាមួយនឹងបើសិនជាអ្នកនៅខេត្តវិញណាបើគាត់ប្រើ ATM ហ្នឹងគាត់ជួយចិត្តចែកលេខសម្ងាត់ហ្នឹងទៅឲ្យបងប្អូនគាត់ស្គាល់ដើម្បីជួយដកលុយពេលខ្លះទៅសរសេរដាក់កណ្ដាស់យើងសាកសម័យមើលពេលដែលគាត់ជ្រុះអាហ្នឹងទៅហើយគេរើសបានតែកណ្ដាស់លេខសម្ងាត់ហ្នឹងហើយគេដឹងពីលេខគណនី ATM គាត់គេអាចយកទៅដកលុយមិនគាត់បានអញ្ចឹងទៅឬក៏អ្នកខ្លះវិញគាត់សរសេរលេខសម្ងាត់ហ្នឹងនៅលើកាត ATM ហ្នឹងតែម្ដងអាហ្នឹងគ្រោះថ្នាក់ខ្លាំងនៅពេលគាត់បាត់ហ្នឹងអញ្ចឹងកត្តាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យគាត់បាត់បង់ត្រឡប់មកវិញបើមិនជាគាត់ការពារទាំងអស់ហ្នឹងបានគាត់ប្រកាសជាមានសុវត្ថិភាពចំពោះសារពីខ្ញុំទៅខ្ញុំព្យាយាមលើកទឹកចិត្តឲ្យបងប្អូនយើងបិទបាំងនៅព័ត៌មានដែលយើងគិតថាវាពាក់ព័ន្ធទៅជាមួយនឹងយើងព័ត៌មានផ្ទាល់ខ្លួនផងយើងអញ្ចឹងណាហើយគុំចែកព័ត៌មានហ្នឹងទៅបណ្ដាញសង្គមឬក៏អ្នកដទៃមិត្តភ័ក្តិឬក៏បងប្អូនពីពួកគាត់អាចជាមនុស្សម្នាក់ដែលធ្វើឲ្យព័ត៌មានផងយើងលេចធ្លាយបន្តទៀតបាទនឹងទី1ទី2គឺខ្លួនឯងគាត់នៅពេលដែលគាត់ប្រើប្រាស់នៅបណ្ដាញសង្គមឬក៏គាត់ប្រើប្រាស់នៅប្រព័ន្ធ digital មុននឹងគាត់បំពេញព័ត៌មានគាត់ត្រូវមើលពពកឲ្យច្បាស់លាស់ថាតើអាព័ត៌មានដែលគាត់បំពេញហ្នឹងគឺជា website គេហទំព័រពិតប្រាកដអត់បើមិនជាមិនមែនគេហទំព័រពិតប្រាកដពេលគាត់បំពេញទៅគឺបាត់ព័ត៌មានផងគាត់គេលួចផងគាត់បានហើយបាទទី3គឺតាក់ទងជាមួយនឹងពេលដែលគាត់ប្រើឧបករណ៍ទូរស័ព្ទ smartphone ហ្នឹងគាត់ត្រូវមានដាក់ password អីតាមទៅបាទហើយបច្ចុប្បន្ន smartphone គឺយើងអាចដាក់ទាំង scan មុខក៏បាន scan កាយដៃក៏បានឬក៏លេខកូដសម្ងាត់ក៏បានដែរហើយយើងព្យាយាមដាក់លេខសម្ងាត់ណាដែលមិនងាយទស្សន៍ទាយដូចជាលេខទូរស័ព្ទគេងាយទស្សន៍ទាយអញ្ចឹងយើងដាក់លេខសម្ងាត់ដែលអត់អាចទស្សន៍ទាយបានអញ្ចឹងណាហើយបើសិនជាគណនីបណ្ដាញសង្គមហ្នឹងគាត់វិញលេខសម្ងាត់គាត់ត្រូវដាក់មានអក្សរទូចអក្សរធំមានលេខមាននិមិត្តសញ្ញាផ្សេងៗដើម្បីកុំឲ្យជនអនានិមគាត់ងាយក្នុងការទស្សន៍ទាយបាទ